វិធីញ៉ាំខ្ទឹមឈ្មោលត្រាំទឹកឃ្មុំដើម្បីបើកកម្លាំងបង្កើនធម៌ពលជាពិសេសសម្រាប់បរិបរដែលគាត់ចាដឹងថាប្អូនកំពុងតែរៀងថយកម្លាំងជាងមុនចាមិនសូវជាខ្លាំងមិនសូវជាយូរជាពិសេសគឺពាក់ព័ន្ធជាមួយនឹងអរម៉ូនបរិស្ត្រីតែម្ដងអញ្ចឹងការញ៉ាំប្រភេទខ្ទឹមត្រាំទឹកឃ្មុំចាសម្រាប់បងបរិសក៏អាចញ៉ាំបានបងស្ត្រីក៏គាត់អាចញ៉ាំបានដែរហើយនេះគឺជាប្រភេទខ្ទឹមឈ្មោលដែលខ្ញុំត្រាំជាមួយនឹងទឹកឃ្មុំផ្កាកោដើមឆ្នាំហើយយើងត្រាំរយៈពេល1ខែជាងនេះបងអញ្ចឹងមានបងគាត់សួរថាតើញ៉ាំប្រភេទខ្ទឹមត្រាំទឹកឃ្មុំហ្នឹងណាវាហឹលអត់វាហាងអត់វាពិបាកញ៉ាំអត់បើសិនជាបងត្រាំនៅរៀងថ្មីចាអាចនិយាយបានថាត្រឹមតែ3 4ថ្ងៃឬក៏មួយសប្តាហ៍គឺវានៅហឹលហាងខ្លះឲ្យបងតែដូចជាប្រភេទខ្ទឹមនេះគឺយើងត្រាំយូរចាយើងត្រាំជាង1ខែហើយអញ្ចឹងការញ៉ាំគឺងាយស្រួលញ៉ាំអត់ហឹលអត់ហាងហើយក៏អត់ធ្វើຕົកដល់បញ្ហាកាពះដែរហើយមុននឹងចូលដល់ការញ៉ាំខ្ញុំចង់ជម្រាបជូនបងបន្តិចចាមិនថាការធ្វើការទុកដាក់ការញ៉ាំវាសុទ្ធតែសំខាន់ទី1ដូចបងឃើញអញ្ចឹងការត្រាំប្រភេទខ្ទឹមឈ្មោលជាមួយទឹកឃ្មុំបងមានទឹកឃ្មុំអីក៏អាចត្រាំបានដែរទី2គឺការទុកដាក់នឹងតែម្ដងដូចជាកែវនេះគឺខ្ញុំទុកនៅខាងក្រៅធម្មតាបងប្អូនចាគឺអត់មានដាក់ក្នុងទូទឹកកកអត់មានទុកនៅកន្លែងត្រជាក់ទេអញ្ចឹងកាលណាយើងទុកនៅក្នុងទូទឹកកកវាគ្រាន់តែថាជួយឲ្យយើងញ៉ាំទៅវាស្រួយវាឆ្ងាញ់តែបើបងទុកនៅខាងក្រៅដូចខ្ញុំចាយើងត្រាំកាន់តែយូរវាកាន់តែងុំវាកាន់តែរួយអញ្ចេះហើយវាអាចនិយាយបានថាញ៉ាំទៅវាមានប្រសិទ្ធភាពច្រើនដោយសារតែទឹកឃ្មុំរបស់យើងនៅតែរក្សានៅសារធាតុចិញ្ចឹមរស់នៅតែមានតួនាទីក្នុងការជួយសម្រួលទៅលើផ្នែកសុខភាពបងបានច្រើនហើយប្រភេទការញ៉ាំខ្ទឹមត្រាំទឹកឃ្មុំនេះខ្ញុំសូមបែងចែកចេញជាពីរណាបងទី1សម្រាប់បងបរិសឬក៏ស្ត្រីដែលគាត់អត់មានបញ្ហាកាពះពោះវៀនទេចាឬក៏មានដែរតែមានតិចតួចណាអាហ្នឹងគឺបងអាចញ៉ាំមួយថ្ងៃ2 ដងបានញ៉ាំពេលព្រឹកមុនអាហារចន្លោះ15 ទៅ 30 នាទីម្ដងគឺមួយគ្រាប់អញ្ចេះនេះបងណាចានឹងញ៉ាំម្ដងទៀតនៅពេលយប់រៀបចូលគេងអញ្ចឹងការញ៉ាំ2ពេលនេះគឺវាពិតជាល្អខ្លាំងមែនតើសម្រាប់សុខភាពហើយក៏មានបងប្អូនក៏សួរថាចុះបើញ៉ាំខុសពីពេលហ្នឹងតើមិនដែរវាអត់មានយ៉ាងម៉េចទេគ្រាន់តែថាប្រសិទ្ធភាពខ្ពស់ញ៉ាំពេលព្រឹកមុនអាហារវាជួយសម្រួលទៅលើប្រព័ន្ធរំលាយអាហារវាធ្វើឲ្យពេលដែលបងញ៉ាំអាហារនៅពេលក្រោយវាជួយរំលាយអាហារបានល្អវាជួយបញ្ចុះនៅសារធាតុជាតិខ្លាញ់ជាតិពុលដែលបងញ៉ាំបាយឬក៏ញ៉ាំអាហារពេលថ្ងៃហ្នឹងណាចាហើយនឹងសំខាន់គឺញ៉ាំពេលយប់មុនចូលគេងអញ្ចឹងពិតប្រាកដណាការរស់នៅជាមួយនឹងដៃគូចាគ្រួសារពេលយប់ចាយើងញ៉ាំប្រភេទបែបហ្នឹងទៅចាបងស្ត្រីមកគ្រាប់បងបរិសមកគ្រាប់ទៅទី1ពេលដែលបងញ៉ាំពេលយប់វាជួយឲ្យបងគេងលក់ស្រួលចាប្រតិបត្តិការរស់នៅជាមួយគ្នាក៏គេហៅថាមានសេចក្តីសុខមានធម៌ពលបង្កើនចាធម៌ពលដល់រាងកាយសម្រួលទៅលើចង្វាក់បេះដូងសម្ពាធឈាមរត់បានល្អដូចបងដឹងហើយថាពេលដែលយើងរស់នៅជាមួយនឹងដៃគូគឺយើងត្រូវការប្រើកម្លាំងអញ្ចឹងពេលដែលយើងធ្វើការងារពេញមួយថ្ងៃហត់នឿយច្រើនចាយប់ឡើងយើងធ្វើការងារថែមម៉ោងទៀតវារៀងពិបាកដែរអញ្ចឹងគឺគួរតែញ៉ាំបែបនេះតែខ្ញុំបញ្ជាក់ណាការញ៉ាំបែបនេះគឺមិនមែនថាញ៉ាំមួយគ្រាប់ពឹបហ្នឹងបងអីណានៃចង់បានខ្លាំងពេកទេគឺអាចនិយាយបានថាធ្វើឲ្យយើងមានកម្លាំងចាំមានកម្លាំងដូចយើងញ៉ាំបាយឆ្អែតអញ្ចឹងណាបងចាអូខេអញ្ចឹងការញ៉ាំគឺបែបហ្នឹងតែបើសិនជាបងមានបញ្ហារលាកកាពះពោះវៀនយូរហើយរ៉ាំរ៉ៃចាដាក់អីទៅឆ្អល់ដាក់អីទៅចុកដាក់អីទៅចេញមកវិញណាអាហ្នឹងបងញ៉ាំតែមួយគ្រាប់បានហើយញ៉ាំមួយគ្រាប់ពេលយប់មុនចូលគេងចាញ៉ាំមួយគ្រាប់ពេលយប់មុនចូលគេងហើយសម្រាប់អ្នកដែលគាត់មានបញ្ហាលើសឈាមចាលើសឈាមគឺគួរតែញ៉ាំ2 គ្រាប់ទៅតែញ៉ាំក្រោយអាហារពេលព្រឹកចាចន្លោះ30 នាទីកុំឲ្យញ៉ាំអាហារហើយទៅញ៉ាំណាអូខេបងឥឡូវកុំឲ្យខាតពេកខ្ញុំបង្ហាញធ្វើការញ៉ាំជូនបងអញ្ចឹងការញ៉ាំបែបនេះគឺបងយកតែមួយគ្រាប់ញ៉ាំបានណាចាមួយគ្រាប់អញ្ចឹងណាចាគឺយើងញ៉ាំសុទ្ធការញ៉ាំសុទ្ធវាជួយទាំងបញ្ហាមាត់ធ្មេញរបស់យើងទៀតបងចាអញ្ចឹងការញ៉ាំខ្ទឹមវាពិតជាមានអត្ថប្រយោជន៍ច្រើនលើសពីការរំពឹងទុករបស់បងកែវនេះខ្ញុំត្រាំថ្ងៃទី29 ខែ 3 2026គិតមកដល់ថ្ងៃនេះរយៈពេល1 ខែចាគឺឆ្ងាញ់ញ៉ាំទៅអត់ហឹលអត់ហាងអត់កពុលងាយស្រួលញ៉ាំចាងាយស្រួលញ៉ាំអញ្ចឹងទី1បងញ៉ាំខ្ទឹមមួយគ្រាប់ហើយទឹករបស់ការត្រាំនេះបងអាចញ៉ាំប្រហែលជាប៉ុណ្ណេះមកញ៉ាំសុទ្ធណាញ៉ាំប៉ុណ្ណឹងមកគឺជាការស្រេចហើយបងធ្វើការញ៉ាំទឹកតាមក្រោយនេះញ៉ាំទឹកក្តៅអ៊ុនក៏បានញ៉ាំទឹកត្រជាក់ក៏បានតែល្អគឺយើងញ៉ាំទឹកក្តៅអ៊ុនទៅបងដើម្បីសុខភាពការញ៉ាំខ្ទឹមហើយយើងញ៉ាំទឹកក្តៅអ៊ុនតាមក្រោយវាជួយសម្រួលចាវាជួយសម្រួល
សរសៃឈាមវាជួយសម្រួលទៅលើការកម្ចាត់ជាតិខ្លាញ់បានល្អអញ្ចឹងការញ៉ាំគឺញ៉ាំបែបហ្នឹងចាព្រឹកមុនអាហារមួយគ្រាប់ចន្លោះ15ទៅ30នាទីពេលយប់មុនចូលគេងអាចនិយាយបានថាបងគេងស្មើណាមុនចូលគេងប្រហែលជា5នាទីអីញ៉ាំទៅអញ្ចឹងណាអញ្ចឹងការញ៉ាំបែបនេះទី1ជួយឲ្យបងគេងលក់ស្រួលពេលយប់ទី2ជួយបង្កើនធម៌ពលចាបង្កើននៅសេចក្តីសុខការរស់នៅជាមួយនឹងដៃគូទី3ជួយធ្វើឲ្យសម្ពាធឈាមសរសៃឈាមរបស់យើងដើរល្អទី4ជួយសម្រួលទៅលើផ្នែកបេះដូងចាបងគេងយប់ឡើងគឺយើងត្រូវការពីបេះដូងយើងដែរទី5ចាគឺវាជួយច្រើនមែនតើទៅលើសុខភាពរាងកាយមួយទាំងមូលអ្នកដែលគាត់បានញ៉ាំទៀងទាត់គឺគាត់ដឹងថារាងកាយរបស់គាត់ឥឡូវនេះគឺល្អប្រសើរច្រើនទាំងរាងកាយខាងក្រៅផងទាំងរាងកាយសុខភាពប្អូនផងអញ្ចឹងការញ៉ាំបែបហ្នឹងហើយសម្រាប់ការទុកដាក់បើសិនជាបងចង់ញ៉ាំដើម្បីសុខភាពមានថាយើងអត់គិតដល់រឿងការស្រួយរឿងឆ្ងាញ់ណាចាមិនបាច់ដាក់ក្នុងទូទឹកកកទេទុកនៅខាងក្រៅដូចខ្ញុំបង្ហាញនៅក្រោយហ្នឹងអញ្ចឹងទុកនៅខាងក្រៅទៅមួយកែវនេះបើបងត្រាំប្រភេទទឹកឃ្មុំឆៅមានថាទឹកឃ្មុំឆៅមិនមែនទឹកឃ្មុំឆ្អិនមិនមែនទឹកឃ្មុំកែច្នៃមិនមែនទឹកឃ្មុំលាយចាអាចទុកបានរយៈពេល1ឆ្នាំចាអាចទុកបានរយៈពេល1ឆ្នាំឲ្យតែបងត្រាំល្អមានថាការធ្វើគឺសំខាន់ណាស់យើងលាងខ្ទឹមសម្ងួតវាឲ្យស្ងួតទឹកល្អទៅត្រាំជាមួយទឹកឃ្មុំគឺទុកបាន1ឆ្នាំចាទី2បើបងចង់ឆ្ងាញ់អាហ្នឹងបងយកវាដាក់ក្នុងទូទឹកកកពេលដែលបងដាក់ក្នុងទូទឹកកកវាធ្វើឲ្យរសជាតិវាស្រួយហើយតិចតែប្រសិទ្ធភាពខ្ពស់ការញ៉ាំដើម្បីសុខភាពគឺទុកនៅខាងក្រៅធម្មតាចាអញ្ចឹងសម្រាប់ការញ៉ាំនិងការទុកដាក់គឺមានតែប៉ុណ្្នឹងទេចាងាយហើយបងមានទឹកឃ្មុំមានប្រភេទខ្ទឹមញីជាប្រភេទខ្ទឹមសយើងហ្នឹងណាធ្វើញ៉ាំក៏បានដែរហើយមួយទៀតបងខ្ញុំចង់ចែកម្លែកបន្ថែមបន្តិចចំពោះខ្ទឹមឈ្មោលណាសម្រាប់អ្នកដែលគាត់មានបញ្ហាទឹកនោមផ្អែមឬស្ករបើគាត់អត់អាចញ៉ាំប្រភេទត្រាំទឹកឃ្មុំបានគាត់អាចត្រាំជាប្រភេទស្រាក៏បានគាត់អាចត្រាំគាត់អាចយកវាទៅស្ងោរចំហុយក៏បានយកទៅដុតក៏បានចាឬមួយក៏ញ៉ាំឆៅក៏បានដែរអត្ថប្រយោជន៍អំពីប្រភេទខ្ទឹមឈ្មោលគឺច្រើនខ្លាំងណាស់បងអើយចាបើបងអត់ជឿអត់ទាន់ដឹងអាចចូលមើលបន្ថែមបានពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍លម្អិតនៃប្រភេទខ្ទឹមឈ្មោលចាហើយសម្រាប់ទឹកឃ្មុំដែលខ្ញុំធ្វើការត្រាំនេះគឺខ្ញុំជ្រើសរើសប្រភេទទឹកឃ្មុំដែលវាមានសារធាតុចិញ្ចឹមច្រើន